តាអ្នកទាំងអស់គ្នាកំពុងដាក់ពាក្យអាហារូបករណ៍អូស្ត្រាលីឬតែចំណុចណាខ្លះទៅដែលយើងគួរដឹងនៅពេលដែលដាក់ពាក្យថ្ងៃនេះយើងនឹងស្ដាប់ផ្ទាល់ពីនិស្សិតអាហារូបករណ៍ Australia Award ពីទីក្រុង Melbourne ខ្ញុំគិតថាកន្លឹះក្នុងការដាក់ពាក្យគឺចាប់ផ្ដើមសរសេរលឿនបំផុតដែលអាចធ្វើទៅបានព្រោះនៅពេលដែលអ្នកឆ្លើយសំណួរនីមួយៗវានឹងធ្វើឲ្យអ្នកស្វែងរកនៅខ្លួនឯងរត់ទៅច្បាស់ចំណុចមួយដែលខ្ញុំធ្វើនៅក្នុងការសរសេរពាក្យហ្នឹងគឺខ្ញុំរកជំនួយកុំភ័យខ្លាចនៅក្នុងការស្វែងរកជំនួយវាព្រោះនៅពេលដែលយើងស្វែងរកជំនួយឬក៏យើងស្នើសុំនរណាគេជួយនោះមានន័យថាយើងបង្ហាញពីភាពខ្លាំងរបស់យើងសម្រាប់ខ្ញុំនៅពេលដែលយើងសរសេរពីចំណុចអីមួយឬក៏លើកឡើងពីបញ្ហាអ្វីមួយយើងគួរតែមានទិន្នន័យច្បាស់លាស់យកមកនិយាយដើម្បីបង្ហាញថាយើងពិតជាបានធ្វើការសិក្សាស្រាវជ្រាវច្បាស់លាស់ទៅលើបញ្ហានោះមែនបើចំពោះខ្ញុំផ្ទាល់ខ្ញុំគិតថាព្យាយាមកុំប្រើ AI ដើម្បីជួយសរសេរយើងដើម្បីធ្វើមិនឲ្យ application របស់យើងល្អឥតខ្ចោះព្រោះខ្ញុំគិតថាពេលដែលយើងប្រើ AI ទៅវានឹងច្បាស់ជាបាត់បង់ភាពជាម្ចាស់ដើមមួយចំនួននៅក្នុង application របស់យើងហើយមិនមែនអ្នកគណៈកម្មការវិនិច្ឆ័យគាត់អត់ចង់បានអីដែលល្អឥតខ្ចោះទេប៉ុន្តែជាទូទៅពេលដែលយើងអ្វីដែលសំខាន់បំផុតគឺយើងបង្ហាញពីភាពលេចធ្លោរបស់យើងគេចង់ដឹងពីខ្លួនយើងច្រើនជាងតែយើងមានចំណុចលេចធ្លោអ្វីសមត្ថភាពយើងបកកែថងណាហើយតាភាពដឹកនាំរបស់យើងអាចចូលរួមចំណែកក្នុងការកសាងសង្គមជាតិក្នុងកម្រិតណាខ្ញុំគិតថានេះគឺជាចំណុចដែលសំខាន់ជាងខ្ញុំគិតថាចំណុចដែលសំខាន់បំផុតនៅពេលដែលយើងដាក់ពាក្យហ្នឹងគឺពាក់ព័ន្ធជាមួយនឹងការសរសេរសំណេរអញ្ចឹងសម្រាប់ការសរសេរសំណេរហ្នឹងគឺដោយសារតែយើងឃើញថាយើងនឹងមានពាក្យដែលកំណត់ពីខាងអាហារូបករណ៍អញ្ចឹងសម្រាប់ខ្ញុំគិតថាយើងគួរតែជ្រើសរើសនៅបទពិសោធន៍ការសិក្សាឬក៏បទពិសោធន៍ការងារណាដែលវាពាក់ព័ន្ធជាមួយនឹងជំនាញដែលយើងនឹងត្រូវជ្រើសរើសមកសិក្សានៅក្នុងសាកលវិទ្យាល័យខ្ញុំជឿជាក់ថាអ្នកទាំងអស់គ្នាមានបទពិសោធន៍ច្រើនប៉ុន្តែត្រូវចាំកុំសរសេរទាំងអស់ហ្នឹងចូលទៅក្នុងសំណេររបស់ពួកយើងព្រោះដោយសារតែយើងមានពាក្យកំណត់សួស្តីទាំងអស់គ្នាអញ្ចឹងអ្នកដែលកំពុងតែរៀបចំ application សម្រាប់ apply មក Arabgol Australia នេះត្រូវចាំថាសំណួរដែលគេមានឲ្យយើងសរសេរហ្នឹងណាវាមានភាពភ្ជាប់គ្នាអញ្ចឹងហើយចម្លើយដែលយើងសរសេរគួរតែរកចម្លើយណាដែលភ្ជាប់គ្នាពីមួយទៅមួយអញ្ចឹងពេលដែលយើងអាន application យើងសរសេរហើយហ្នឹងវាមានជាសាច់រឿងមួយដែលយើងអាចចាប់វាបានមកពីជីវិតរបស់យើងហើយជាមួយនឹងការងារហើយអ្វីដែលយើងចង់រៀនខ្ញុំគិតថានៅក្នុងដំណាក់កាលនៃការដាក់ពាក្យចំណុចដែលសំខាន់គឺយើងត្រូវស្គាល់មុខវិជ្ជាដែលខ្លួនឯងចង់រៀនឲ្យបានច្បាស់ហើយភ្ជាប់អ្វីដែលយើងធ្លាប់ធ្វើកន្លងមកទៅនឹងមុខវិជ្ជាដែលយើងចង់រៀនថាតើបទពិសោធន៍ការងាររបស់យើងមានចំណុចណាខ្លះដែលពាក់ព័ន្ធទៅនឹងមុខវិជ្ជាដែលចង់រៀនការដែលធ្វើបែបនេះវាជួយឲ្យចម្លើយរបស់យើងមានលក្ខណៈក្បោះក្បាយជាងការសរសេរដាច់ដោយឡែកពីគ្នាសម្រាប់ខ្ញុំផ្ទាល់គឺនៅពេលដែលយើងដាក់ពាក្យគឺយើងប្រកាសជាដឹងថាយើងចង់សិក្សាទៅលើជំនាញអ្វីហើយប៉ុន្តែពេលដែលយើងសរសេរមិនមែនយើងបដោតទៅលើជំនាញហ្នឹងទូទៅទេមានន័យថាយើងត្រូវចូលទៅកាន់ស្រាវជ្រាវទៅលើ website សាលាដែលយើងចង់សិក្សាថាតើសាលានោះមានផ្ដល់មុខវិជ្ជាអ្វីខ្លះដែលតាក់ទងទៅនឹងបទពិសោធន៍ឬក៏ការសិក្សាយើងពីមុនមកអញ្ចឹងនៅពេលដែលយើងសរសេរទៅលើapplication ងាយស្រួលក្នុងការផ្សារភ្ជាប់រវាងមុខវិជ្ជាដែលយើងចង់ទៅរៀនទៅមកកាន់ថាតើមុខវិជ្ជានោះនឹងផ្ដល់ផលប្រយោជន៍ដល់យើងក៏ដូចជាផ្ដល់ប្រយោជន៍ដល់ប្រទេសជាតិដែរ submit application ឲ្យបានមុនថ្ងៃផុតកំណត់ទទួលពាក្យដោយសារតែនៅថ្ងៃផុតកំណត់ប្រព័ន្ធទទួលពាក្យហ្នឹងអាចនឹងមានរអាក់រអួលអ្នកទាំងអស់គ្នានៅសល់ពេលវេលាអញ្ចឹងចាប់ដើមថ្ងៃនេះកុំទុករហូតដល់មុនពី3ថ្ងៃបាន submit application ចឹងកុំបោះបង់ឱកាសនេះចោលហើយចាប់យកឱកាសមួយនេះជាមួយគឺទុកចិត្តហើយប្រឹងឲ្យអស់ពីសមត្ថភាពអញ្ចឹងនៅសល់តែមួយខែទៀតទេផុតកំណត់នៃការដាក់ពាក្យអីអញ្ចឹងនៅចាំអីទៀតប្រឹងឲ្យអស់ពីសមត្ថភាពហើយពួកខ្ញុំនឹងចាំទាំងអស់គ្នានៅឆ្នាំក្រោយនៅនេះ Yeah should be okay or